រឿងរ៉ាវដ៏រំជួលចិត្តនៅពីក្រោយការចាញ់10 ទល់នឹង 0 របស់ Atlas City កំពុងផ្ទុះលើបណ្ដាញសង្គមក្រុមបាល់ទាត់ Atlas SC មកពីប្រទេសនូវែលសេឡង់កំពុងតែបង្កើតចំណងជើងជាច្រើនព្រមទាំងចាប់អារម្មណ៍យ៉ាងខ្លាំងលើបណ្ដាញសង្គមទំនាក់ទំនងនិងបណ្ដាសារព័ត៌មានអន្តរជាតិបន្ទាប់ពីពួកគេចាញ់ក្រុមយក្សអាល្លឺម៉ង់បាយ័នម៉ូនិចក្រុមបាល់ទាត់ Atlas City មកពីប្រទេសនូវែលសេឡង់កំពុងតែបង្កើតចំណងជើងជាច្រើនព្រមទាំងការចាប់អារម្មណ៍យ៉ាងខ្លាំងលើបណ្ដាញសង្គមទំនាក់ទំនងនិងបណ្ដាសារព័ត៌មានអន្តរជាតិបន្ទាប់ពីពួកគេចាញ់ក្រុមយក្សអាល្លឺម៉ង់បាយ័នម៉ូនិចធ្ងន់ធ្ងរបំផុតក្នុងលទ្ធផល 10 ទល់នឹង 0 ក្នុងការប្រកួតបើកឆាកពូស៊ីពានរង្វាន់ FIFA Club World Cup 2025 នៅសហរដ្ឋអាមេរិកជំនុំនេះបានបង្កើតកំណត់ត្រាជាការប្រកួតមានគ្រាប់សុទ្ធបន្ទោទីច្រើនជាងគេនៅក្នុងប្រវត្តិសាស្ត្រព្រឹត្តិការណ៍នេះផងដែរយ៉ាងណាមិញតាមសារព័ត៌មានអន្តរជាតិជាច្រើនបានបង្ហោះចុះផ្សាយថា Atlas City ដែលជាម្ចាស់ជើងឯកលីកកំពូលនូវែលសេឡង់ឆ្នាំ2024និងជាជើងឯកប្រចាំទ្វីបអូសេអានីឆ្នាំ2025ភាគច្រើនកីឡាកររបស់ពួកគេគឺជាកីឡាករពាក់កណ្ដាលអាជីពដោយពួកគេមួយចំនួននៅផ្ទះនិងទៅបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យហើយខ្លះទៀតកំពុងបំពេញការងារពេញម៉ោងនិងក្រៅពីបាល់ទាត់មិនដូចក្រុមបាយ័នម៉ូនិចគូប្រជែងរបស់ពួកគេដែលជាកីឡាករអាជីពនឹងទទួលបានប្រាក់ចំណូលខ្ពស់នោះទេជាក់ស្ដែងប្រធានក្រុម Atlas City ខ្សែបម្រើ Marolen គឺជាបុគ្គលិកលក់ក្នុងផ្សារទំនើបមួយកន្លែងចំណែកឯអ្នកចាំទី Connor Drency ជាបុគ្គលិកកាន់ស្តុកនៅឃ្លាំងផ្គត់ផ្គង់ថ្នាំពេទ្យសត្វមួយស្របពេលកីឡាករផ្សេងទៀតទើបបញ្ចប់ការសិក្សាថ្នាក់សាកលវិទ្យាល័យនិងខ្លះទៀតក៏មានការងារពេញម៉ោងក្រៅម៉ោងពីបាល់ទាត់ផងដែរពួកគេក៏ត្រូវបែងចែកពេលវេលាវឹកហាត់ជាមួយក្រុមត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះជាពិសេសដើម្បីពង្រឹងកាយសម្បទារវាងការប្រមូលសាច់ដុំកំឡុងពេលប្រកួតក្លឹប Atlas City ទទួលបានការគោរពនិងសាទរយ៉ាងខ្លាំងពីប្រជាជននូវែលសេឡង់ដោយពួកគេលេងក្នុងកីឡដ្ឋាន Kiva Stadreich មានសមត្ថភាពផ្ទុកអ្នកទស្សនាចំនួន 5000 នាក់ខណៈដែលអ្នកគាំទ្រមួយចំនួនត្រូវឈរទស្សនាត្បិតការចំណាយសរុបរបស់ពួកគេសម្រាប់ការប្រកួតពានរង្វាន់ FIFA Club World Cup ឆ្នាំ2025គឺមានចំនួនច្រើនជាងទ្វេដងនៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ក្លឹបទៅទៀតប៉ុន្តែវាជាមោទនភាពមួយក្នុងនាមជាក្រុមតំណាងប្រទេសនូវែលសេឡង់តែមួយគត់សម្រាប់ការប្រកួតនៅឆ្នាំនេះដោយត្រូវប្រឈមមុខជាមួយនឹងក្រុមកំពូលលំដាប់ពិភពលោកយ៉ាងណាក៏ដោយកីឡាករដែលចូលរួមជាមួយនឹងក្រុមប្រកួតដោយមោទនភាពតំណាងក្លឹបនិងប្រទេសជាតិបើទោះបីជាមិនទទួលបានប្រាក់ឈ្នួលពេញម៉ោងយ៉ាងណាក៏ដោយបណ្ដាអ្នកលេងបណ្ដាញសង្គមជាច្រើនជុំវិញពិភពលោកបានកោតស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះក្រុម Atlas City ដោយលើកឡើងថានេះគឺជាបាល់ទាត់ដ៏បរិសុទ្ធបំផុតនេះគឺជាអ្វីដែលហៅថាការប្រកួតដ៏ស្រស់បំព្រងវាមានសារៈសំខាន់ថាអ្នកមកពីណាក្លឹបរបស់អ្នកធំប៉ុណ្ណាឬការងារអ្វីដែលអ្នកកំពុងធ្វើនោះទេនៅពេលដែលកញ្ចាអាញាកណ្ដាលបន្លឺឡើងកីឡាករទាំងអស់បញ្ចេញអស់ពីសមត្ថភាពនៅលើទីលានប្រកួតសូមជម្រាបជូនថានៅក្នុងពូស៊ីក្រោយបញ្ចប់ការប្រកួតបើកឆាកបាយ័នម៉ូនិចមាន3បន្ទុកក្រុមBifakaf និងក្រុម Bakajuner ចែកគ្នាម្នាក់មួយបន្ទុករីឯ Atlas City នៅបាត់តារាងការប្រកួតបន្ទាប់ Atlas City ត្រូវប៉ះក្រុម Barricade ចំណែកបាយ័នម៉ូនិចត្រូវស៊ីសងគ្នានឹងក្រុម Bakajuner